បាទពុកម៉ែបងប្អូនអ្នកនៅបាត់ដំបងបើសិនបើល្ងាចឡើងតនេអីចង់ដើរលេងអីទៅមើលថ្ងៃលិចអីពុកម៉ែបងប្អូនអាចទៅខាងកពីងពួយបានទីចំកពីងពួយយើងឥឡូវសប្បាយមែនទែនហ្មងតាំងពីចាក់ផ្លូវបេតុងរួចមានបងប្អូនយើងមកលេងច្រើនហើយក៏មានការលក់ដូរនឹងច្រើនដែរទីចំមើលរបស់ហូបច្រើនមែនទែនពុកម៉ែបងប្អូននេះខ្ញុំជិះតាមផ្លូវខ្ញុំមកពីផ្ទះនៅកពីងពួយហ្នឹងខ្ញុំជិះមកទៅបាត់ដំបងវិញនិយាយចំមើលល្ងាចហ្នឹងជាថ្ងៃអាទិត្យនិយាយចំបងប្អូនយើងមកលេងច្រើនហ្មងលេងច្រើនមែនទែនហ្មងហើយភាសាល្ងាចឡើងថ្ងៃលិចហ្នឹងក៏វាស្អាតទៀតហើយមនុស្សក៏មកច្រើនហើយនេះទិដ្ឋភាពលើខ្នងអាងហ្នឹងនិយាយចំស្អាតគេចាក់ផ្លូវបេតុងស្អាតហ្មងហើយជិះមកអត់ដឹងតែឡើងតូបហ្នឹងតូបផុសក្មួយទេក៏ជិះទៅក៏លេខមើលទៅតូបក្មួយលក់បុកល្ហុងលក់អីចឹងណាមាននិយាយចំមានបុកល្ហុងមីឆាមានប្រហិតជៀនប្រហិតអីហើយភេទជ្ជៈនិយាយចំមានសពមុខដែរពុកម៉ែបងប្អូនមានអាជាអីក៏មានដែរនេះនឹងនិយាយឡើងនេះថ្ងៃចិត្តលិចអីបងប្អូនយើងក៏មកលេងច្រើនហើយនេះនៅខាងខួស្រែថ្មីទីម្ដុំស្រែថ្មីនេះហើយនេះកន្លែងក្មួយលក់កន្លែងក្មួយពងជៀនប្រហិតជៀនអីហ្នឹងឯងហើយបុកល្ហុងបុកអីនិយាយចំរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនបើសិនបានទៅឲ្យពុកម៉ែបងប្អូនអាចសាកបានហើយបន្ទាប់មកខ្ញុំក៏ជិះមកមុខទៀតក៏មានបងប្អូនយើងក៏មកច្រើននិយាយចំមានឡានមានម៉ូតូហើយខាងទំនប់សំណងកដាលហ្នឹងក៏មនុស្សមកលេងច្រើនទៀតហើយទឹកក៏ខាងរដ្ឋបើកមកច្រើនគួរសមដែរទឹកយើងអាចចុះទៅលេងបានប៉ុន្តែចុះទៅលេងអ្នកចេះហែលទឹកបានចុះបានព្រោះថាទឹករៀងខ្លាំងដែរហើយមានបងប្អូនយើងក៏មកច្រើននិយាយចំសប្បាយទេងាយឡើងនៅកពីងពួយយើងនឹងហើយបងប្អូននៅខេត្តអីឬក៏នៅចិត្តអីពុកម៉ែបងប្អូនអាចល្ងាចអីអាចទៅរបៀបថាទៅលេងមើលទេសភាពមើលអីមើលថ្ងៃអីចឹងណាហើយថ្ងៃលិចគឺស្អាតមែនទែនពុកម៉ែបងប្អូនចំថ្ងៃលិចពេលល្ងាចគឺស្អាតហើយបងប្អូនយើងគាត់មកនឹងប៉ះណាគាត់យកកៅអីយកអីមកអង្គុយប៉ះណាគាត់យកកាទេលយកអីមកក្រាលចឹងពុកម៉ែបងប្អូននិយាយចំមើលកពីងពួយឥឡូវមនុស្សអ៊ូអរច្រើនតាំងពីបានផ្លូវបេតុងមួយខ្សែនឹងមកមានបងប្អូនយើងក៏មកលេងច្រើនហើយវីដេអូហ្នឹងដោយសារថតរៀងវែងដោយសារបងប្អូនយើងសណូប៉ូតែចង់ឲ្យថតវីដេអូវែងទៅក៏ស្រួលទស្សនាអីចឹងណាហើយខ្ញុំក៏បានដាក់វីដេអូហ្នឹងវាច្រើនគួរសមដែរ6នាទីជាងដែរអញ្ចឹងពុកម៉ែបងប្អូនហើយមានលក់និយាយចំមច្ឆាក៏មានកៅអៅក៏មានហើយរបស់ហូបច្រើនមែនទែនពុកម៉ែបងប្អូននិយាយចំនេះទៅចិត្តសំណងកដាលអីមនុស្សកាន់តែច្រើនទៅពុកម៉ែបងប្អូនហើយជីកលេចមកខាងនេះឃើញតូបចៅទៀតចៅគាត់លក់មានភេជ្ជៈមានអីចឹងណាហើយចៅស្រីខ្ញុំនេះចៅស្រីខ្ញុំគាត់លក់ទិញទឹកបានមួយដបដែរជួយទិញទឹកចៅស្រីបានមួយដបដែរមានលក់ប្រហិតមានលក់អីហើយមានលក់មច្ឆាមិនអីចឹងណាហើយនេះបងប្អូនយើងមកលេងច្រើនមែនទែនហើយនេះក្មួយជួបក្មួយទៀតសឹកក្មួយនេះស្ថាហើយឡើងលក់មច្ឆាព្រោះក្មួយស្រីដែរហើយចៅស្រីលក់ប្រហិតជៀនលក់មឹកអាំងលក់អីហ្នឹងវាចំច្រើនណាស់របស់ហូបមិនខ្វះឲ្យតែមានលុយទិញហូបហើយបងប្អូនយើងក៏មកលេងច្រើនហើយនិយាយចំពុកម៉ែបងប្អូនមើលទៅវាថាដូចថ្ងៃបុណ្យទានចូលឆ្នាំហ្នឹងមិនមែនចូលឆ្នាំទេថ្ងៃនេះថ្ងៃអាទិត្យដែលខ្ញុំទៅអញ្ចឹងណាពុកម៉ែបងប្អូនគាត់មកលេងច្រើនប៉ាណាគាត់មកពីបវលមកពីអូរនពៅអីចឹងប៉ាណាក្មេងខ្លះគាត់មកពីបដាទៀតពុកម៉ែបងប្អូនដោយសារផ្លូវពីបដាមកខាងកពីងពួយហ្នឹងរៀងផ្លូវស្រួលជិះដែរអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងគាត់ជិះមកប្រហែលត្រឹមកន្លះម៉ោងអីដល់កពីងពួយយើងហើយកន្លែងកពីងពួយហ្នឹងទៀតក៏មានរបៀបល្ងាចឡើងមានរបៀបថាយើងធម្មតាហៅចំណីយនុកអីមិនខ្វះយើងអាចហូបបានអីចឹងហើយកលេចមកខាងនេះពុកម៉ែបងប្អូនមើលថ្ងៃលិចថ្ងៃចិត្តលិចនេះវាចំថ្ងៃចិត្តលិចមើលទៅស្អាតមែនទែនមើលទៅហើយទេសភាពស្អាតពុកម៉ែបងប្អូនខ្ញុំជិះថតបដាលហើយដោយសារអត់បានវាថាសលេងដាក់សលេងក្រៅដោយសារមានគេចាក់ភ្លេងចាក់អីទៅខ្ញុំអត់បានដាក់សលេងក្រៅដូចខ្លាច់ជាប់សលេងក្រៅអញ្ចឹងទៅខ្ញុំបញ្ចូលសលេងវិញចាពុកម៉ែបងប្អូនហើយបងប្អូនខ្ញុំមកលេងច្រើនមានម៉ូតូមានឡានអីទៅហើយជីនិយាយចង់ស្ទះផ្លូវដែរណាច្រើនពេកបងប្អូនយើងមកលេងច្រើនពេកអញ្ចឹងនេះខាងនេះមាន
គេដាក់ជាកៅអីផិចនិចអីអង្គុយយើងបែរមុខទៅមើលថ្ងៃលិចវាចំស្អាតមែនទេម៉ែបងស្អាតបើសិនណាពុកម៉ែបងប្អូនបានទៅពុកម៉ែបងប្អូនទៅឲ្យដល់ល្ងាចអាហ្នឹងមកឃើញថ្ងៃលិចស្អាតហើយកន្លែងនេះក៏មានលក់ដែរនេះដូចជាមច្ឆាដែរវាចំលក់ដាច់មែនទេណាលក់ដាច់ច្រើនហើយខ្ញុំជិះមកផ្ទះវិញរៀងជាអៀតផ្លូវដែរណាសារបងប្អូនយើងក៏ទៅលេងច្រើនណោះហើយវាចំឲ្យខ្ញុំជិះតាមផ្លូវនេះរៀងចង់ស្ទះដែរជាដល់សំណងទី1ចង់ស្ទះហើយពុកម៉ែបងប្អូនមើលកលេចទៅមិនមែនជាលក្ខណៈចូលឆ្នាំទេនេះវាលក្ខណៈថ្ងៃអាទិត្យវាចំថ្ងៃអាទិត្យមនុស្សច្រើនគួសមក៏ពីពួយច្រើនវាចំច្រើនប្រហែលចង់បុណ្យទានដែរហ្នឹងមនុស្សមកលេងដោយសារបានផ្លូវស្រួលទៅហើយបងប្អូនយើងក៏យកធុងបាសអីមកចាក់បတ်ចម្រៀងបတ်អីចឹងទៅវាព្រោះដែរហ្នឹងហើយកណ្ដោអារម្មណ៍ហើយល្ងាចឡើងចេះបានដាក់របៀបថាទៅជាអីទៅជួបជុំមិត្តភ័ក្តិអីទៅវាថាមើលទៅស្រស់ស្រាយដល់ពុកម៉ែបងប្អូនហើយថ្ងៃហ្នឹងក៏រៀបលិចដែរហើយខ្ញុំក៏បានត្រឡប់មកបាត់ដំបងវិញហើយបងប្អូនយើងក៏ទៅអង្គុយហូបច្រើនមែនទែនហ្មងហើយមានតុមានកៅអីហើយចាំយើងទិញរបស់ហូបទៅយើងគេមានកៅអីមានអីឲ្យអង្គុយអញ្ចឹងណាហើយមនុស្សវាចាំល្ងាចឡើងចេះមនុស្សបុកមកច្រើនបងប្អូនមកពីខាងបាត់ដំបងយើងច្រើនពេលខ្ញុំជិះមកអញ្ចឹងបងប្អូនក៏មកលេងច្រើនអញ្ចឹងណាហើយរបស់ហូបវាចាំពុកម៉ែបងប្អូនមិនភ័យថាអត់ទៅលេងនឹងអត់មានអីហូបទេពុកម៉ែបងប្អូនឲ្យតែមានលុយគឺមិនខ្វះទេរបស់ហូបវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនា